បើយើងនិយាយថាកំហុសទាំងអស់នៃការឡើងធ្វើខ្មែរក្រនេះជាកំហុសផលរដ្ឋាភិបាលហ៊ុនម៉ាណែតអាហ្នឹងក៏មិនយុត្តិធម៌ដែរប៉ុន្តែបើយើងនិយាយសរុបថាមកពីអ្នកនយោបាយខ្មែរហ្នឹងខ្លួនឯងមិនសូវជាឆ្លាតវៃទេប៉ុន្តែប្រឹងក្រាញអំណាចដើម្បីយកអំណាចរក្សាផលប្រយោជន៍ផ្ទាល់ខ្លួនហើយសុខចិត្តបាត់បង់ផលប្រយោជន៍ជាតិបិទច្រកមិនឲ្យអ្នកមានសមត្ថភាពណាបានចូលរួមចំណែកនៅក្នុងការដឹកនាំឥឡូវនេះយើងឃើញហើយរដ្ឋាភិបាលជាពិសេសក្រមគ្រួសារសម្ដេចទាំងឡាយហ្នឹងនិយាយព្រោះណាបកកាយនិយាយដូចខ្ញុំលើកឡើងពីសប្តាហ៍មុនអញ្ចឹងថាប្រភេទគេហៅមន្ត្រីគិញគូលួចឆ្នាំស្រែងណាលើកទឹកចិត្តឲ្យយុវជនប្រឹងប្រែងរៀនណាមានចំណេះគឺមានការងារហើយប៉ុន្តែពូជពងខ្លួនឯងហ្នឹងប្លុកអាតួនាទីធំណាប្លុកសម្រាប់ទុកចែកកូនចៅខ្លួនឯងសកម្មភាពបែបនេះជាសកម្មភាពប្រមាថទៅលើពលរដ្ឋខ្មែរណាថាក្រៅតែពីគ្រួសារអញក្រៅតែពីពូជពងអញគ្មានអាណាមានសមត្ថភាពដឹកនាំប្រទេសទេឃើញទេហើយបើយើងនិយាយទៅគេថាយើងនឹងវាចំណែនហេយ៉ាងប៉ុន្តែឃើញក្រុមគ្នាវាទេឃើញក្រុមពួកហ្នឹងណាអ្វីដែលពលរដ្ឋសាមញ្ញដូចពួកយើងនេះមិនអាចធ្វើបានណាគឺការមិនចេះខ្មាស់អៀនបងប្អូនឃើញហើយចង់អ្នកណាជេរក៏ដោយចង់អ្នកណារិះគន់ក៏ដោយនៅអាចនិយាយដោយមុខញញឹមបានអញ្ចឹងហើយតើតែយើងពលរដ្ឋសាមញ្ញនេះដែលមុខរៀងស្ដើងហ្នឹងតើតែហ្វឹកហាត់ដើម្បីធ្វើមុខឲ្យវាក្រាស់មុខហ្នឹងឲ្យវារៀងក្រាស់ណាមធ្យោបាយផ្សេងមួយទៀតគឺពួកនេះតែងតែបំភ័យកូនអ្នកស្រុកហ្នឹងកុំឲ្យចាប់អារម្មណ៍រឿងនយោបាយបំភ័យអ្នកស្រុកបំភ័យកូនអ្នកស្រុកហ្នឹងហើយអ្នកស្រុកមួយចំនួនហ្នឹងក៏ភ័យក៏ប្រាប់កូនចៅថាអើយហើយកុំប៉ះពាល់ឲ្យរឿងគេណារឿងនយោបាយវាគ្រោះថ្នាក់ប៉ុន្តែសម្រាប់ពួកគេនោះគឺគេបង្រៀនកូនចៅគេឲ្យធ្វើម៉េចប្រឹងប្រែងដើម្បីច្បាមយកទូនាទីតាមរយៈការសោកលុយខ្សែស្រឡាយពូអ៊ំអូឃើញចាដើម្បីទៅដេញឃ្លាមផលប្រយោជន៍ជាតិទាំងអស់នោះអ្នកខ្លះហ្នឹងមិនសូវគ្រប់ទឹកប្រមាណទេដើរញញែមមើលទៅដូចអាអួងចុងភូមិខ្ញុំអញ្ចឹងប៉ុន្តែទូនាទីដល់ហើយនិយាយស្ដីហ្នឹងមិនសូវជាដឹងខ្យល់អីប្រមាណទេណាចឹងហើយអ្វីដែលខ្ញុំនិយាយលើកនេះមិនមែនជាការបង្អាប់ទៅនឹងក្រមមន្ត្រីពូជពុកក្រមមន្ត្រីរាជការទាំងអស់ហ្នឹងទេក៏ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនមានទឹកចិត្តតស៊ូណាសង្ឃឹមថ្ងៃណាមួយនឹងមានការផ្លាស់ប្ដូររបបនយោបាយហើយធ្វើឲ្យអ្នកមានសមត្ថភាពមកពីពូជពងអ្នកក្រក៏ដោយមន្ត្រីរាជការអ្នកមានអីក៏ដោយឲ្យតែវាមានប្រព័ន្ធធ្វើម៉េចចម្រោះឲ្យពួកគាត់អាចចូលរួមចំណែកកសាងសមត្ថភាពណាចូលរួមចំណែកនៅក្នុងការដឹកនាំជាតិតាមស្តង់ដារមួយដែលអាចទទួលយកបានមិនមែនយកមកចែកកូនអញ្ចឹងអាខ្លួនឯងយកមកចែកកូនក៏ប៉ុន្តែដើរប្រាប់គេឲ្យប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានទូនាទីដើម្បីទទួលបានការរួមចំណែកក្នុងការកសាងជាតិដូច្នេះហើយសូមបើកមុខកញ្ចក់ប៉ុណ្ណឹងក៏ប៉ុន្តែអ្វីដែលខ្ញុំចង់លើកនៅថ្ងៃនេះគឺវាពាក់ព័ន្ធគ្នាវាពាក់ព័ន្ធទៅនឹងរឿងបូរណភាពទឹកដីហ្នឹងគឺវាតាក់ទងទៅនឹងការឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់រដ្ឋាភិបាលហ្នឹងហើយបើយើងនិយាយអំពីរឿងការបាត់បង់ដីជាង40កន្លែងយើងឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់លោកហ៊ុនម៉ាណែតដែលជាប្រធានគណៈរដ្ឋមន្ត្រីដឹកនាំគណៈរដ្ឋមន្ត្រីនៅក្នុងការដឹកនាំរដ្ឋាភិបាលប៉ុន្តែបើយើងនិយាយដោយចំពោះតាក់ទងទៅនឹងរឿងកសិកម្មគឺយើងមើលទៅរដ្ឋមន្ត្រីក្រសួងកសិកម្មបើយើងមើលរឿងវិបត្តិធម្មពលរាល់ថ្ងៃវាតាក់ទងទៅនឹងវារួមចំណែកឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែនិងធម្មពលដែរណាហើយđâyបានជាយុទ្ធទទួលស្គាល់ហើយអានេះវាជាវិបត្តិពិភពលោកក៏ប៉ុន្តែប្រទេសខ្លះគេមិនអាចគេអាចមានសមត្ថភាពនៅក្នុងការគ្រប់គ្រងតម្លៃគេអាចមានសមត្ថភាពនៅក្នុងការរក្សាប្រេងស្តុកសម្រាប់ណាបញ្ហាដែលកើតឡើងជាយថាហេតុយើងនេះដល់តែទិន្នន័យកុហកធ្វើឲ្យពលរដ្ឋលែងមានទំនុកចិត្តលើរដ្ឋាភិបាលយើងឃើញព្រឹត្តិការណ៍កន្លងមកហើយនិយាយទៅគឺពលរដ្ឋខ្មែរនឹងមិនទុកចិត្តទៅលើរដ្ឋាភិបាលដឹកនាំដោយគណៈបព្វជិជននេះដឹកនាំដោយក្រមគណៈរដ្ឋមន្ត្រីលោកហ៊ុនម៉ាណែតទាល់តែសោះព្រោះនិយាយកុហកពេកនៅក្នុងទិន្នន័យដូចតាក់ទងនឹងរឿងធម្មពលអញ្ចឹងណាបទសម្ភាសន៍មួយរបស់រដ្ឋមន្ត្រីក្រសួងធម្មពលជាមួយនឹង Reuters គេសួររឿងយុទ្ធសាស្ត្រក្នុងការត្រៀមឆ្លើយតបទៅនឹងវិបត្តិនេះឯងទៅនិយាយពីរឿងការត្រៀមធ្វើស្អីធម្មពលស្អាតឯណានោះទិន្នន័យដែលយើងទៅរកថាយើងមានប្រេងសកួរដើម្បីទប់វិបត្តិនឹងបានប្រហែលថ្ងៃមិនដែលមានទិន្នន័យប៉ុន្តែស្រាប់តែវាមានបញ្ហាឃើញរដ្ឋមន្ត្រីធម្មពលចេញមកថាយើងមាន21ថ្ងៃទេដែរយើងជឿមិន
គ្រាន់តែគេឡើងមិនទាន់បាន4 5ថ្ងៃផងឯងឡើងតម្លៃប្រេងហ្នឹងគុណនឹងពាក់កណ្ដាលឥឡូវហ្នឹងតម្លៃប្រេងហ្នឹងបើយើងយោងតាមទិន្នន័យរបស់ Reuters ដដែលហ្នឹងយើងឃើញតម្លៃប្រេងកម្ពុជាហ្នឹងថ្លៃប្រេងថ្លៃជាងគេបំផុតនៅក្នុងតំបន់ហើយនៅក្នុងពិភពលោកណែសិតតែធឺអញ្ចឹងឃើញទេហើយសួរមើលថាតើផលប៉ះពាល់ដែលកើតឡើងហ្នឹងគឺកើតឡើងដោយរបៀបណាកើតឡើងដោយណាប៉ុន្តែខ្ញុំជឿថាបើសិនជាយើងមានរដ្ឋាភិបាលមួយដែលមានណាកើតចេញពីការបោះឆ្នោតដែលត្រឹមត្រូវនឹងយុត្តិធម៌ជារដ្ឋាភិបាលមួយដែលកើតចេញអំពីការចូលរួមចំណាយពីគ្រប់មនុស្សដែលមានធនធានមានសមត្ថភាពនៅក្នុងប្រទេសខ្ញុំជឿថាកម្ពុជាអាចទប់នឹងដោះស្រាយបញ្ហាបានណានឹងអាចដោះស្រាយបញ្ហាបានមានការត្រៀមខ្លួនដើម្បីទប់ជាមួយនឹងរឿងរ៉ាវដែលកើតឡើងជាយថាហេតុជាពិសេសយើងឃើញថាមានការជជែកគ្នាអំពីរឿងភាពធន់នៃភាពធន់ជាតិគេហៅ national resilience តើអាភាពធន់របស់កម្ពុជាហ្នឹងវាគួរតែធន់លើផ្នែកខ្លះខ្ញុំបាននិយាយហើយអាហ្នឹងតែអាហ្នឹងវាជាចំណុចដែលយើងយកមកធ្វើគោលនយោបាយបានណាយើងយកមកធ្វើគោលនយោបាយបានណាដើម្បីឲ្យកម្ពុជាអាចដើររយៈពេលវែងទៅប្រកួតប្រជែងជាមួយគេនៅក្នុងតំបន់បានណាគួរត្រៀមខ្លួនយ៉ាងម៉េចហើយយើងកុំនិយាយរឿងរដ្ឋាភិបាលហ៊ុនម៉ាណែតត្រៀមខ្លួនអីដោះស្រាយតែរឿងជុំវិញក្បាលពោះខ្លួនឯងមិនចង់រួចណាមិនចង់រួចវិលក៏តែឡងណាមិនដឹងអាណាសំខាន់មុនត្រូវធ្វើអាណាមិនសំខាន់មុនទន្ទឹមនឹងហ្នឹងក៏ដើរចាប់គេចាប់ឯងទៅទៀតសរុបមកវិញអ្វីដែលខ្ញុំចង់និយាយអំពីរឿង MOU ថ្ងៃនេះវាឆ្លុះបញ្ចាំងច្បាស់ណាស់បងប្អូនវាឆ្លុះបញ្ចាំងថាអ្វីដែលថៃចង់លុប MOU ឆ្នាំ2001ដោយឯកតោភាគីនេះណាមិនមែនជារឿងចៃដន្យទេហើយក៏មិនមែនជាផែនការ100ឆ្នាំរបស់ថៃដែរក៏ប៉ុន្តែវាជាយុទ្ធសាស្ត្រថ្មីមួយដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត្រស្ងៀមស្ងាត់តែមិនស្ងៀមរបស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតយើងស្ងាត់មិនស្ងៀមហើយយើងនាំគ្នាតសើគ្នាចឹងទៅរដ្ឋាភិបាលនេះចិត្តធ្ងន់ណាស់ស្ងាត់មិនស្ងៀមប៉ុន្តែខាងថៃវាអត់មានគិតដូចយើងទេវាគិតថានេះកំសាតាអញប្រើតែ MMO ម្នាក់2នាក់ដឹកកុងកណឺយកទៅតម្រៀបឃើញកងទ័ពខ្មែរក្បាលពោះរៀងធំឈរមើលឃើញទេអាហ្នឹងបង្ហាញច្បាស់មកបង្ហាញថាអ្វីដែលថៃហ៊ានធ្វើដល់ពេលនេះណាគឺជាលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមរបស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតដែលក្នុងកែវភ្នែករបស់ពួកថៃវាមើលថាយុទ្ធសាស្ត្រនេះជាយុទ្ធសាស្ត្រកំសាកបំផុតបងប្អូនឃើញវីដេអូកាន់ចងប្លាំងជាមួយនឹងទាហានសៀមប្រមាណអ្នកឈរលើកុងកណឺចោលក្បាលទាហានខ្មែរបងប្អូនឈឺហ្នឹងកងទ័ពខ្មែរឈឺទេអាហ្នឹងហើយជាយុទ្ធសាស្ត្រអាហ្នឹងហើយជាលទ្ធផលនៃយុទ្ធសាស្ត្រស្ងាត់មិនស្ងៀមឥឡូវហ្នឹងវាមានអ្នកចេញមកសរសើរថាកម្ពុជាព្យាយាមអត់ធ្មត់បន្តទៅទៀតដើម្បីវែងមុខភាពអាក្រក់របស់ថៃមើលវានិយាយប៉ុន្តែខ្ញុំជឿថាពួកប្រកាសសរសើរបើថាមានការប្រែប្រួលដូររបបអីពួកនឹងលឿនជាងគេមិនស្រួលហ្នឹងឡើងធំមុនគេទៀតណាពួកលើកជើងណាព្រោះយើងឃើញទាំងខាងប្រឆាំងទាំងខាងរដ្ឋាភិបាលហ្នឹងចូលដូចគ្នាចូលចិត្តការសរសើរដូចគ្នាទេអញ្ចឹងហើយពួកប្រកាសសរសើរហ្នឹងស្រួលតួនាទីតំណែងពួកវាប្រមូលមុនទេណាពួកវាក្រៅតែពីស្ងាត់តែមិនស្ងៀមប្រើយុទ្ធសាស្ត្រចោលមកសៀតបែបនេះអត់មានអីតែពីអង្គុយធ្វើលិខិតរអ៊ូរាប់រយច្បាប់ហើយតាមរយៈអ្នកនាំពាក្យរដ្ឋាភិបាលណារាប់រយច្បាប់ហើយធ្វើលិខិតរអ៊ូទៅបណ្ដាអន្តរជាតិបណ្ដាប្រទេសអន្តរជាតិហ្នឹងក៏បន្តអត់ព្រមប្តឹងទេគួយលអ៊ូទៅសេលិខិតលអ៊ូចឹងទៅប៉ុន្តែអត់ព្រមប្តឹងឲ្យបានត្រឹមត្រូវទេណាអត់ព្រមប្តឹងទេអាហ្នឹងកិច្ចការងាររបស់រដ្ឋាភិបាលពុំធ្វើណាហើយយុទ្ធសាស្ត្រស្ងាត់មិនស្ងៀមនេះមិនត្រឹមតែធ្វើឲ្យបាត់បង់ដីកាន់តែច្រើនទេមានតែឆ្លៀតយកបូរណភាពទឹកដីទៅជាធ្វើជានុយនៅក្នុងការដើម្បីបានផុសតាងថាថៃហ្នឹងវាឆ្លៀនពៀនគេហៅថាចង់បកស្បែកមុខពិតប្រកបរបស់ថៃបកទៅណារបៀបគិតភ្លើអញ្ចឹងអាគិតភ្លើអញ្ចឹងបាត់ដីហើយឲ្យតែមានមេដឹកនាំចេញមកគិតភ្លើអញ្ចឹងគឺធានាហើយមិនមែនតែចំនួននេះទេបងប្អូនពិនិត្យមើលទៅតែដើរយុទ្ធសាស្ត្រចុះឡើងអត់មានបានតនេះបានតនោះទៅគឺយកដីធ្វើដើមទុនណាតាំងពីសម័យស្ដេចសម័យមុនណាអស់មកស្បែកក្របីអស់ពីស្បែកក្របីនោះដោយសារគឺអត់មានអីចេះក្រៅពីយកដីធ្វើដើមទុនទេ
ហ្នឹងអាប្រភេទមេដឹកនាំភ្លើភ្លើគេមេដឹកនាំភ្លើភ្លើអញ្ចឹងលទ្ធផលវាចេញមកអញ្ចឹងឥឡូវគេមិនត្រឹមតែយកដីទេគេប្រមាថទៅទៀតគេប្រមាថទៅទៀតមួយថ្ងៃអង្គុយចាំតែគេនេះហ្នឹងចាំតែគេហៅចរចាចាំតែអង្គុយធ្វើលិខិតល្អូរាប់ឲ្យ1000ច្បាប់ហើយហ្នឹងបានទាន់ឃើញអ្នកនាំពាក្យរដ្ឋាភិបាលហ្នឹងមកធ្វើបច្ចុប្បន្នភាពបានប្រមាណ1000ច្បាប់ហើយលិខិតល្អូទៅអន្តរជាតិហ្នឹងប៉ុន្តែលិខិតបណ្ដឹងអត់មានមួយទេលិខិតបណ្ដឹងអត់មានមួយហ្នឹងអ្វីដែលរដ្ឋាភិបាលហ៊ុនម៉ាណែតកំពុងធ្វើតាក់ទងនឹងរឿងបញ្ហាព្រំដែនទី2អ្វីដែលរដ្ឋាភិបាលណារដ្ឋាភិបាលហ៊ុនម៉ាណែតកំពុងតែធ្វើដែរហ្នឹងគឺបញ្ជាទៅកងទ័ពឲ្យឈរអោបដៃមើលខណៈដែលពួកថៃយកកុងតឺន័រយកខ្សែលួសយកមកពាត់ដីណាបញ្ជាកងទ័ពខ្លះដែលធ្លាប់និយាយជាមួយខ្ញុំហ្នឹងគឺចុកដំទ្រូងណា stress ឃើញវាប្រមាថម្ដងឃើញពួកថៃប្រមាថឈឺចាប់ហើយយើងនៅពីក្រោយនេះយើងឈឺប៉ុណ្ណឹងហើយចុះតម្រាំគាត់នៅឈរមុខជួមុខឲ្យឃើញភ្នែកទៀតឈឺប៉ុណ្ណាខណៈដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតអង្គុយចាំគេហៅចរចានេះចាំគេហៅចរចាមិនសុំគេមកវិញខ្លះមកដីណែឯងដីខ្ញុំបណ្ណាឲ្យខ្ញុំវិញមកសុំវប៉ុន្តែពេលខ្លះអាណិតលោកប្រាសុខុនដែរនិយាយទៅគាត់នឹងរងគ្រោះតាំងពីសម័យឪរហូតដល់សម័យកូននិយាយចាស់ស្ដាយទៅដើរតែលៀងបញ្ហាដែលណានាយករដ្ឋមន្ត្រីហ៊ុនសែននាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបង្កើតទេនិយាយចាស់ស្ដាយទៅលោកប្រាសុខុននេះក៏ជាមនុស្សមានសមត្ថភាពអ្នកការទូតជើងចាស់ម្នាក់ដែរប៉ុន្តែវាទៅមុខមិនរួចទេស្អីវល់លៀងអាចឲ្យអ្នកនយោបាយបង្កើតបញ្ហាទុកឲ្យគ្នាដើរលៀងខ្លួនឯងដើរថតផ្កាយទៅមិនដឹងអ្នកសាធឺអញ្ចឹងហ្នឹងចំណុចទី2ចំណុចទី3ណាការងាររបស់រដ្ឋាភិបាលហ៊ុនម៉ាណែតបច្ចុប្បន្ននេះគឺចាប់អ្នកនិយាយរឿងព្រំដែនដែលរិះគន់រដ្ឋាភិបាលហ្នឹងដាក់គុកបបិទសម្លេងពលរដ្ឋហ្នឹងការងារគេរាប់ថាជាសមិទ្ធផលហើយមកដល់ឥឡូវនេះយើងឃើញមនុស្សជិត100នាក់ត្រូវបានចាប់ខ្លួនតាក់ទងនឹងបញ្ហារឿងព្រំដែនស្នេហាជាតិឯងហ្នឹងក្រៅពីហ្នឹងឲ្យតែគេនិយាយហ្នឹងគឺក្បត់ជាតិទាំងអស់ណាទីទៀតខ្ញុំនិយាយបញ្ហាហ្នឹងថាតើអ្នកណាក្បត់ជាតិពិតប្រាកដចំណុចទី3ចំណុចទី4ដែលរដ្ឋាភិបាលហ៊ុនម៉ាណែតកំពុងធ្វើដែរវាមានច្រើនចំណុចប៉ុន្តែសរុបមកខ្ញុំសរុបតែ4ចំណុចហ្នឹងទេអ្វីដែលរដ្ឋាភិបាលហ៊ុនម៉ាណែតកំពុងធ្វើនេះគឺបង្កើតកម្មវិធីបងបង្កើតបញ្ហាបងអូនបង្កើតកម្មវិធីសបាយដើម្បីបន្លប់ព្រឹត្តិការណ៍ទៅមិនពង្រួមឲ្យខ្មែរខ្លាយទៅជាសត្វរៃគិតទៅពីរំច្រៀងអញ្ចឹងទៅណាគិតទៅពីរំច្រៀងអញ្ចឹងទៅសបាយហើយអត់មានខ្វល់អាណាមើងងាយអាណារិះគន់អីទេអត់ទេចុះខ្លួនឯងអត់ខ្វល់ដែរខ្លួនឯងមុខក្រៀងក្រាស់ដែរមិនចេះខ្មាស់គេតាំងពីយូរមកហើយអញ្ចឹងណាពួកថៃឃើញវាខ្ពើមពូចអាបាត់ដីអញយកដីវាប៉ុណ្ណឹងហើយវារំច្រៀងបានទៀតណាវារំច្រៀងបឈឺអញទៀតណាចឹងការងាររបស់រដ្ឋាភិបាលអញ្ចឹងព្រោះបងនាយករដ្ឋមន្ត្រីបងអូនបកនាយករដ្ឋមន្ត្រីណាគេហៅថាបងប្រធានថ្នាក់បងអូនអនុប្រធានថ្នាក់ហើយពួយទៅរំច្រៀងទៅបងកាច់ជើងតុកចោលបងអូននាំគ្នារំច្រៀងទៅនាំមិត្តរួមថ្នាក់រំច្រៀងទៅអាហ្នឹងចឹងហើយបងប្អូនពិចារណាទៅថាអ្វីដែលខ្ញុំនិយាយនេះវាប្រាសចាកចេញពីការពិតប្រវែងណាហើយបើសិនជាឆ្ងាយចេញពីការពិតទេអាហ្នឹងមិនបាច់ស្ដាប់ទេប៉ុន្តែបើវានៅក្នុងការពិតហ្នឹងវាចឹងចាក់ស្ដាយចឹងមែនទេកុំលោឡាសំងំឲ្យស្ងៀមចាំឱកាសពួកខ្ញុំដឹងថាបងប្អូនចេញមកលោឡាវាជាប់គុកទៀតប៉ុន្តែខ្ញុំមើលទៅវាដូចខ្ញុំនិយាយចឹងវាគ្មានអីទេពឹងបើយើងពឹងលើទ្រឹស្ដីអមតៈគ្មានណាអមតៈទេអ្វីដែលជាចំណុចមួយដែលខ្ញុំចង់និយាយចុងក្រោយអានឹងខ្ញុំបង្រៀនណាខ្ញុំបង្រៀនថាបើយើងក្រហើយធ្វើម៉េចកុំឲ្យគេមើងងាយបើក្រគេមើងងាយយើងមិនដឹងរស់មិនទេអាក្រគេមានក្រខ្លះអត់មានអាហ៊ានមើងងាយអត់មកទោះបីវាមើងងាយក៏វាមើងងាយដោយប្រយ័ត្នប្រយែងដែរ
ប៉ុន្តែអាក្រហើយច្រៀងរំច្រៀងក្រៅអូខេច្រៀងធំបាសបង្ហើលគេពេញភូមិលួចមន់គេស៊ីណាអាក្របែបហ្នឹងបានក្រគេមើងងាយណាបានក្រគេមើងងាយរាប់ថាជាជនចៅមួយទៀតនៅក្នុងសហគមន៍នៅក្នុងភូមិឥឡូវយើងមកដល់ដំណាក់កាលហ្នឹងហើយប៉ុន្តែខ្ញុំជឿថាបងប្អូននឹងចង់ដូរណាចង់ឲ្យមានរដ្ឋាភិបាលថ្មីខ្ញុំមិននិយាយថារដ្ឋាភិបាលថ្មីនឹងដឹកនាំដោយនរណាទេព្រោះឥឡូវខ្ញុំវាមើលឃើញថានរណាអាចមានសមត្ថភាពដឹកនាំបន្តដែរព្រោះមើលទៅហ្នឹងគឺមកដើតំណើបច្រើនណាប៉ុន្តែសង្ឃឹមថានឹងមានរដ្ឋាភិបាលថ្មីមួយដែលអាចធ្វើម៉េចយ៉ាងហោចណាស់ធ្វើខ្លួនឲ្យគេគោរពធ្វើខ្លួនឲ្យគេខ្លាចរអាខ្លះកុំធ្វើចរិតជាជនចៅមួយទៀតហើយបង្ហាញខ្លួនឯងតែជាជនអស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រគេចាហើយអាហ្នឹងវាគ្មានបានប្រយោជន៍ស្អីទេបានតែបញ្ចូលហ្នឹងទេណាដូច្នេះហើយសរុបមកវិញយើងឃើញថាបើយើងសរុបនិយាយពី MOU នេះយើងមិនបាច់និយាយថាអូមកពីថៃហ្នឹងវាមានមហិច្ឆតាបើយើងវាភ្លើអញ្ចឹងបើយើងវាអន់អញ្ចឹងចេញយុទ្ធសាស្ត្រមិនត្រូវរឿងអញ្ចឹងវាត្រូវហើយគេមើងងាយអញ្ចឹងហើយគេឈ្លានពានអញ្ចឹងហើយជាពិសេសក្នុងដំណាក់កាលនេះផងដំណាក់កាលដែលត្រាំបង្ហាញទៅពិភពលោកថាអាណាខ្លាំងវាយអសោយអញធ្វើបានហើយក៏ធ្វើបានដូចគ្នាហ្នឹងឃើញទេអញ្ចឹងហើយថៃវាបានដៃហើយលុប MOU កាន់តែលឿនវាយយកព្រំដែនទឹកវាយយកព្រំដែនគោកចប់ឯងនេះនៅអត់ធ្មត់ហ្នឹងទៅអស់ដីលីងអស់ដីអស់ព្រំដែនទឹកអានបនរូតស៊ីគ្នាមិនដឹងការពារមិនទេតបជើងទឹករបស់យើងហ្នឹងលើថាកងសម័យអាវាយគ្នាលើកទី2ហ្នឹងឃើញនាវាចម្បាំងថៃចូលមកជិតដល់ព្រំដែនជិតដល់ចូលសមុទ្រខ្មែរផងហ្នឹងនិយាយទៅគេថាយើងមើងងាយកងទ័ពខ្ញុំអត់មើងងាយកងទ័ពទេខ្ញុំមើលនោះអាមេទ័ពដែលកើតមកតាមរយៈខ្សែស្រឡាយនោះឃ្លាមលុយជាតិពុះប៉ោងប៉ុណ្ណាណីហើយមួយប៉ុន្តែកងទ័ពពិតប្រាកដហ្នឹងពេលមានសង្គ្រាមម្ដងណាសំណាងហើយមានសង្គ្រាមនិយាយឲ្យវាអញ្ចឹងទៅតែសំណាងមានសង្គ្រាមអាចលើកដៃសុំអ្នកលក់លេបានប៉ុន្តែបើអត់មានអីសោះអ្នកលក់លេនោះក៏វាមិនអោយដែរព្រោះអ្នកលក់លេវាទៅវាបានថតដើម្បីប្រម៉ូទពេកដើម្បីប្រម៉ូទផលិតផលវាដែរទាញយកផលប្រយោជន៍ផ្នែកខាងជំនួយវាទៅហើយយើងមើលកងទ័ពហើយហៅគេសម្រាប់កងទ័ពលោកម្ចាស់កងទ័ពជួមុខខ្លះត្រីកំង1 C7 8នេះមើលវិរៈកងទ័ពខ្មែរហើយយើងមើលមេទ័ពនៅភ្នំពេញដើរលេងចង់រួចហើយដូចដុកឌឺអញ្ចឹងដើរចង់រួចទេនៅក្នុងទីក្រុងផងនិយាយពីសរ៉ែនវចុះវឡើងអត់មានណានៅតាមលើផ្លូវនោះបានដេញគេជាឆ្ងាយអាចរកអស់ហ្នឹងខ្ញុំបើយើងពិនិត្យមើលប្រវត្តិសាស្ត្រចុងក្រោយវាកើតឡើងសម័យជាពិសេសសម័យលន់នល់សម័យលន់នល់ចឹងហើយ MOU 2001នេះចាំមើលយើងចាំមើលព្រោះយើងអត់មានធ្វើការទៀតទេឡើយអ្នកនិយាយហ្នឹងគឺដូចខ្ញុំនេះបានតែនិយាយចឹងទៅយ៉ាងហោចណាស់ក៏បានបងប្អូននៅក្នុងបណ្ដាញសង្គមហ្នឹងបានយល់ដឹងខ្លះព្រោះអ្នកនៅក្នុងស្រុកគ្នាមិនមានអីនិយាយទេនិយាយដូចខ្ញុំចឹងហ្នឹងនិយាយកន្លះម៉ោងមិនទាន់នេះចាប់ដាក់គុកបាត់ហើយចាប់ដាក់គុកបាត់ហើយប៉ុន្តែក្រយ៉ាងហោចណាស់ខ្ញុំនៅតែជាសំលេងចឹងនៅតែជាសំលេងមួយចឹងណាស្ដាប់យកទៅពិចារណាណាកុំស្ដាប់ទៅជឿទៅ 100% ទាំងស្រុងឲ្យចេះគិតខ្លះជាទាំងអស់គ្នាទេហើយអ្នកណាខ្លះមកខមមិនខ្ញុំថាមិនក៏មិនលំដិតនិយាយអានេះលំដិតនិយាយនោះមិនបាច់មកបជាខ្ញុំមកនិយាយនោះមាត់មានដូចគ្នានិយាយខ្លួនឯងខ្លះគ្រាន់បើនិយាយខ្លួនឯងខ្លះទៅប៉ុន្តែបើស្នើសុំណាជួយលើកពីបញ្ហានេះវាតាក់ទងរឿងចេះខ្ញុំមិនសូវនិយាយរឿងបុគ្គលទេប្រិយប្រពន្ធណាឆ្លោះគ្នាផ្ញើខ្ញុំនិយាយសូមអធិស្ឋានហើយផ្ញើអ្នកផ្សេងចុះអញ្ចឹងសរុបមកវិញរឿង MOU ការលុប MOU នេះគឺកម្ពុជាត្រូវត្រៀមខ្លួនណាជាពិសេសរដ្ឋាភិបាលហ៊ុនម៉ាណែតខ្ញុំមិនផ្ដល់យោបល់ទេប៉ុន្តែគិតថាជាការប្រកាសជូនថាត្រៀមខ្លួនតើអយុធសាស្ត្រស្ងាត់មិនស្ងៀមនឹងបន្តទៀតឬក៏យ៉ាងម៉េចបន្តទៀតគឺអស់ហើយអាដី40កន្លែងជាងហ្នឹងគឺគុំសង្ឃឹមហើយត្រៀមនឹងអស់តំបន់ត្រួតស៊ីគ្នាជាង 27,000 គីឡូម៉ែត្រការ៉េនោះអស់អាហ្នឹងទៀតឲ្យអួតហើយ
ព្រោះធនធានធម្មជាតិនៅក្រោមសមុទ្រហ្នឹងវាមានទំហំធំណាស់200,000 លានមិនតិចណាអញ្ចឹងមន្ត្រីរាជការខ្មែរ20 ឆ្នាំដល់ចាំបាច់យកពន្ធនៃមរៀលពីពលរដ្ឋប៉ុន្តែធ្វើឲ្យបាត់បង់អានឹងទៀតកុំមកសរសេរសភៅអីណាតែងចម្រៀងតែងរឿងអីលុបកំហុសមួយនេះមិនជ្រះទេមកមួយនេះមិនជ្រះទេនឹងខ្ញុំសរុបជូនប៉ុណ្ណឹងណាតើតោះរឿង MOU មកដល់ប្រធានបទទី2តើតោះទៅនឹងរឿងការចាប់ខ្លួនមនុស្សដាក់គុកពាក់ព័ន្ធទៅនឹងរឿងព្រំដែនខ្ញុំទទួលស្គាល់ហើយថាអ្នកខ្លះណាមិនមែនទៅរិះមិនមែនទៅជជែករឿងព្រំដែនទេបែរជាទៅចោតគេអាហ្នឹងវាគួរតែចូលតាមនីតិវិធីយ៉ាងម៉េចអាហ្នឹងតាមពិនិត្យមើលទៅលើច្បាប់ហ្នឹងប៉ុន្តែច្បាប់អ្វីដែលខ្ញុំពិនិត្យមើលច្បាប់ទៅគឺអាចច្បាប់ព្រហ្មទណ្ឌមាត្រា494 495 502នៃក្រមព្រហ្មទណ្ឌនេះណាមាត្រានេះគឺបើសិនជាមានរដ្ឋាភិបាលថ្មីឬក៏បើសិនជាមានរដ្ឋាភិបាលមួយដែលមានភាពឆ្លាតវៃអាហ្នឹងធ្វើវិសោធនកម្មឬក៏លុបចោលមុនគេជាមួយនឹងច្បាប់អត់ប្រយោជន៍ផ្សេងមួយចំនួនទៀតបងប្អូនមានដឹងថាច្បាប់អត់ប្រយោជន៍នឹងមានអីខ្លះទេណាច្បាប់ឯកពលភាពច្បាប់ប្តីមួយប្រពន្ធមួយនេះណាឃើញឪធัวខ្ញុំពងប្រហែលថ្ងៃមុនរវល់រឿងលើក្រែគេហ្នឹងច្បាប់មានប្រមាណអនុវត្តទេច្បាប់ហ្នឹងដឹងកើតមកដោយសារអីបងប្អូនកាលសម័យស្ដេចក្រុងព្រះមានប្រពន្ធចុងនឹងច្បាប់នោះច្បាប់ខ្មែរអញ្ចឹងវាមានច្បាប់អត់បានការច្រើនទៀតហើយនឹងមិនទាន់និយាយពីច្បាប់ដែលបង្កើតមកដើម្បីការពារបកពួកដែលមានអំណាចផងណាចឹងហើយរដ្ឋាភិបាលថ្មីណាក៏ដោយដែលកើតឡើងណាដែលមានឱកាសនៅក្នុងការដឹកនាំបន្ទាប់ពីគណៈបព្វជិជននេះរឿងដែលត្រូវធ្វើមុនគេ100 ថ្ងៃដំបូងធ្វើវិសោធនកម្មហើយនឹងលុបច្បាប់អត់បានការចោលណាលុបច្បាប់អត់បានការហើយធ្វើវិសោធនកម្មច្បាប់ជាពិសេសច្បាប់ដែលតាក់ទងទៅនឹងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាតនិងប្រមាថរាជការសាធារណៈនេះមាត្រា494 495 502នេះអានោះសភាកើតភ្លាមបង្កើតគណៈរដ្ឋមន្ត្រីហើយភ្លាមអ្វីដែលសភាត្រូវធ្វើកិច្ចការងាររបស់សភាត្រូវធ្វើគឺធ្វើវិសោធនកម្មច្បាប់អស់នោះអាណាត្រូវលុបកវែចោលលុបកវែចោលអាណាត្រូវកែសម្រួលប្រើកែសម្រួលប្រើច្បាប់ណាដែលវាបង្កើតមកដើម្បីការពារផលប្រយោជន៍អ្នកមានអំណាចការពារប្រយោជន៍បកពួកកែសម្រួលធ្វើម៉េចធានានៅឯកភាពជាតិនិងរន្តរភាពក្នុងការធ្វើកិច្ចការងារជាឯកច្ឆន្ទបានណាមិនមែនទៅធ្វើបដិវត្តទេណានេះគឺធ្វើវិសោធនកម្មច្បាប់ចឹងអ្នកច្បាប់មួយចំនួនដែលអនាគតចង់คลายទៅជាអ្នកនយោបាយផ្នែកច្បាប់ដើម្បីធ្វើវិសោធនកម្មច្បាប់សិក្សាមើលផងតើច្បាប់ណាគួរធ្វើវិសោធនកម្មច្បាប់ណាគួរលុបចោលណាគួរលុបចោលខ្ញុំជឿថាមានអ្នកច្បាប់មួយចំនួនហ្នឹងក៏តឹងទ្រូងណាស់ដែរណាតឹងទ្រូងណាស់ប៉ុន្តែខ្ញុំវាមិនមានជំនាញច្បាប់ទេប៉ុន្តែខ្ញុំគ្រាន់តែដឹងថាជាទូទៅហ្នឹងវាមានច្បាប់អត់បានការហើយនឹងច្បាប់ដែលពាក់ព័ន្ធទៅនឹងរឿងការបំពានទៅដល់សិទ្ធិការបញ្ចេញមតិមកដល់ពេលនេះយើងឃើញថាមនុស្ស97នាក់ក្នុងនឹងមានតាំងពីអ្នកកសែតមានតាំងពីគ្រូបង្រៀនមានតាំងពីកម្មករកម្មការិនីអ្នកការពារសិទ្ធិមនុស្សសហជីពជាមួយនឹងអ្នកនយោបាយត្រូវបានចាប់ខ្លួនពាក់ព័ន្ធទៅនឹងការបង្ហោះសារនៅលើបណ្ដាញសង្គមហើយចាប់ខ្លួនពួកគាត់នេះគឺកាត់ទោសលឿនណាស់តឡាការហ្នឹងគឺការងារហ្នឹងគឺលឿនហ្មងណាពឹបឡើងញាត់គុកពឹបឡើងញាត់គុកសកម្មបាទសកម្មសូមសរសើរហើយការបង្កើតការឈឺចាប់បែបនេះបងប្អូនអានឹងបើយើងនិយាយអំពីរឿងប្រវត្តិសាស្ត្រសម័យខ្មែរក្រហមការសម្លាប់គ្នាច្រើនហ្នឹងគឺយើងទទួលស្គាល់ហើយខ្មែរក្រហមមានគោលនយោបាយកម្ចាត់មនុស្សចេះដឹងប៉ុន្តែខ្ញុំជឿថាមនុស្សដែលសម្លាប់មនុស្សច្រើនហ្នឹងគឺកំហឹងឋានៈជាពិសេសនៅពេលដែលអ្នកក្រុងត្រូវបានជម្លៀសចេញពីទីក្រុងវាជាឱកាសរបស់អ្នកក្រដែលខ្លួនធ្លាប់រត់ចូលទីក្រុងត្រូវបានអ្នកទីក្រុងប្រមាថមាក់ងាយសម័យខ្មែរសម័យលន់នល់អញ្ចឹងហើយវាជាឱកាសដែលពួកគាត់ត្រូវសងសឹកឥឡូវហ្នឹងសញ្ញានៃកងប្រវត្តិសាស្ត្របែបនេះកើតមកទៀតហើយជាពិសេសរវាងអ្នកមាននិងអ្នកក្រអញ្ចឹងហើយយើងឃើញអ្នកក្រតែមានឱកាសកាត់ទោសពួកអាកូនអ្នកមានឬក៏ពួកអ្នកណាមានអីនៅលើដងផ្លូវបងគាត់ត្រឡប់មករឿងការចាប់សកម្មជនចាប់អ្នកលេងតាមអ្នកលេង Facebook ដាក់គុកបែបនេះបង្ហាញពីអីបងប្អូននេះគឺជាអំពើនៃការសម្លាប់មនសិការរបស់ពលរដ្ឋខ្លួនឯងការសម្លាប់មនសិការជាតិនិយមរបស់ពលរដ្ឋខ្លួនឯងតាមរយៈការបំភ័យតាមរយៈការគំរាមកំហែងតាមរយៈការចាប់គេដាក់គុក ប
ប្រទេសរីកចម្រើនច្រើនណាស់ដែលគេចាយលុយរាប់ពាន់លានដុល្លារដើម្បីកសាងជាតិនិយមឲ្យពលរដ្ឋដើម្បីឲ្យពលរដ្ឋហ្នឹងក្លាយទៅជាពលរដ្ឋដែលមានស្មារតីជាតិនិយមខុសពីរដ្ឋាភិបាលហ៊ុនម៉ាណែតខុសពីរដ្ឋាភិបាលដឹកនាំដោយគណៈបព្វជិជនប្រើប្រាស់ជាតិនិយមជាឧបករណ៍នៅក្នុងការចាត់ការទៅលើអ្នកដែលមានមតិផ្ទុយបងប្អូនទៅមើលទ្រឹស្ដីជាតិនិយមទ្រឹស្ដីជាតិនិយមដែលល្បីបំផុតរបស់អ្នកនិពន្ធអាមេរិកគាត់ប្រើពាក្យថាជាតិនិយមគឺជាកម្លាំងបង្រួបបង្រួមជាតិការបំផុសចលនាជាតិនិយមគឺជាមធ្យោបាយតែមួយគត់ដែលអាចបង្រួបបង្រួមនឹងឯកភាពជាតិបានជាតិនិយមគេហៅថាកម្លាំងជាតិនិយមខ្ញុំសូមអានជូនម្ដងទៀតកម្លាំងជាតិនិយមគឺជាមធ្យោបាយតែមួយគត់ដែលអាចប្រើសម្រាប់បង្រួបបង្រួមនឹងឯកភាពជាតិបានប៉ុន្តែបើយើងពិនិត្យមើលរដ្ឋាភិបាលហ៊ុនម៉ាណែតតាមពិតទៅអាកំហឹងជាតិនិយមផុសឡើងអាកាលមានសង្គ្រាមភ្លានពានពីសំណាក់ភាគីថៃវាសឹងតែកំហឹងតែរួមតែមួយទៅហើយតាំងពីពលរដ្ឋខ្មែរនៅក្រៅប្រទេសបាតកម្មប្រឆាំងជាមួយនឹងថៃណារដ្ឋាភិបាលហ៊ុនម៉ាណែតឃើញឱកាសហ្នឹងក៏ចេញមកនិយាយថាយើងមានតែការបង្រួបបង្រួមឯកភាពជាតិទេដែលយើងអាចខ្លាំងប៉ុន្តែវាអត់ធ្វើទេណានិយាយយកបងប៉ុន្តែអត់អនុវត្តទេព្រោះអ្វីដែលសំខាន់ព្រោះការបង្រួបបង្រួមនេះវាអាចជាកាបិតមុខពីរសម្រាប់កម្ពុជាបកខ្មែររួបរวมទី1អាចការពារទឹកដីបានទី2គ្រួសារការដឹកនាំរបស់រដ្ឋាភិបាលហ៊ុនម៉ាណែតក៏អត់អាចនៅបានដែរក៏អាចនៅបានដែរដឹកនាំរបៀបនេះគឺគ្មានទេនៅអត់បានហ្មងចឹងហើយខ្ញុំជឿថាមានទីប្រឹក្សារបស់ណាគណៈបព្វជិជនឬក៏អីបទពិសោធន៍អីយ៉ាងម៉េចគេដឹងហ្មងគេដឹងថាមិនអោយខ្មែររួបរวมគ្នាបានទេបើខ្មែររួបរวมគ្នាបានមិនមែនត្រឹមតែខ្មែរខ្លាំងទេខ្មែរអាចចាត់ការទៅលើអ្នកនយោបាយចោលម៉ាស៊ីនដែលដឹកនាំគ្មានសមត្ថភាពបានទៀតអញ្ចឹងហើយគេប្រចាំប៉ុន្តែគេចេះយកពីអស់ហ្នឹងយកមកទេសនាយើងស្ដាប់សម្រាប់ខ្ញុំណាបងប្អូនសម្រាប់ខ្ញុំដែលអ្នកដែលរៀនសូត្រតាក់ទងទៅនឹងវិទ្យាសាស្ត្រនយោបាយណារដ្ឋាភិបាលណាក៏ដោយដែលមានបំណងឬក៏មានចេតនាដោយផ្ទាល់ឬក៏ដោយប្រយោលនៅក្នុងការសម្លាប់មនសិការជាតិនិយមរបស់ពលរដ្ឋបែបនេះគឺជារដ្ឋាភិបាលដែលមានជារដ្ឋាភិបាលដែលក្បត់ជាតិព្រោះបើសិនជាចាប់អ្នកជាតិនិយមដាក់គុកចាប់ពលរដ្ឋសាមញ្ញដែលបារម្ភអំពីរឿងព្រំដែនដែលគាត់ស្រឡាញ់ជាតិគាត់ដែរនេះដាក់គុកវាស្មើនឹងការទៅបំភ័យពលរដ្ឋដទៃទៀតមិនឲ្យគិតគូរពីរឿងជាតិហើយតែពលរដ្ឋមិនគិតគូរពីរឿងជាតិហើយចេញលទ្ធផលហើយរំគ្រឿងញៀនលួចប្លន់ណាអែបអបលើកជើងលុញពងចេញអស់ការធ្វើរបៀបនេះគឺជាការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គមទាំងស្រុងតែម្ដងហើយហ្នឹងក្បត់ជាតិហើយនឹងមិនទាន់និយាយអំពីរឿងការធ្វើឲ្យបាត់បង់ទឹកដីក្រោមការដឹកនាំរបស់ខ្លួនបង្កើតអំពើពុករលួយបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យរំលោភសិទ្ធិមនុស្សបំផ្លាញធនធានធម្មជាតិផងអីប៉ុណ្ណោះទេសំខាន់អាចចោតគេបានមុនឃើញទេរដ្ឋាភិបាលហ៊ុនម៉ាណែតឃើញប្រាប់ឡើងសំខាន់អាចចោតបានមុនអាចចោតឲ្យក្បត់ជាតិបានមុនណាមួយអំណាចរាជការនៅក្នុងដៃផងកម្លាំងប្រដាប់អាវុធកងកម្លាំងប្រដាប់អាវុធក្នុងដៃផងមានមធ្យោបាយគ្រប់បែបយ៉ាងណាប្រព័ន្ធសារព័ត៌មានក៏ធំនៅក្នុងដៃប៉ុន្តែឥឡូវអាប្រព័ន្ធសារព័ត៌មានជាតិហ្នឹងអត់សូវបានកាយទេវាអត់សូវមានប្រយោជន៍វាចាញ់ Facebook អីទេប៉ុន្តែពួកហ្នឹងក៏មានលុយបង្កើត page បង្កើតអីគេមានអា farm phone farm គេហ្នឹងណាគេមានអា phone គេហ្នឹងពួក MMO ជាអ្នកកាន់អ្នក Rose អ្នកពួក MMO Rossi online ហ្នឹងគេកាន់ហ្នឹងប្រើសម្រាប់បង្កើត page លើកសរសើររដ្ឋាភិបាលហើយនឹង attack វាយប្រហារទៅលើ page ណាឬក៏ Facebook ណាដែលរិះគន់រដ្ឋាភិបាលណាដែលគាត់រិះគន់រដ្ឋាភិបាលចឹងហើយ page បងប្អូនដែលនៅក្នុងស្រុកមួយចំនួនហ្នឹងគឺពួកហ្នឹងកំទេចអស់ណាកំទេចអស់ពួកលេខទូរស័ព្ទយើងនៅក្នុងដៃគេនោះលេខទូរស័ព្ទបងប្អូននិយាយជាពិសេសលេខទូរស័ព្ទមន្ត្រីរាជការដែលប្រើ97ហ្នឹងគេហៅទំពួកជាប់ទាំងអស់ទំពួកជាប់មានសល់ដោយតែរស់នៅក្នុងទ្រុងចឹងចាំថ្ងៃគេកាច់កមន្ត្រីរាជការខ្មែរណាចឹងហើយដេកតភ័យហ្នឹងអាណិតដែរបើធ្វើម៉េចសរុបមកវិញខ្ញុំពិនិត្យមើលខ្ញុំជឿថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតមិនមានការប្រែប្រួលអីកែអរិយាប័ត្រអីទេខ្ញុំជឿនៅតែបន្តចាប់ខ្លួនបន្តទៅទៀតប៉ុន្តែសូមចាំថាសកម្មភាពចាប់មនុស្សដាក់គុក
ដោយគ្រាន់តែបញ្ចេញមតិណាអ្នកខ្លះខ្ញុំទទួលស្គាល់ថាបញ្ចេញមតិលើសលួសប៉ុន្តែអនុគ្រោះឲ្យបានទៅខ្មែរដូចនេះប៉ុន្តែបើនៅតែបន្តចាប់ខ្លួននេះសកម្មភាពបែបនេះគឺជាសកម្មភាពសម្លាប់ជាតិនិយមរបស់ខ្មែរហើយជាសកម្មភាពដែលក្បត់ជាតិលោកឯងបកកែដើរចោតទៀតឥឡូវខ្ញុំចោតម្ដងហើយចោតមានផុសតាងទៀតណាបកកែចោតគេណាជាពិសេសចោតទៅលើមេដឹកនាំរដ្ឋបព្វឆាំងហ្នឹងក្បត់ជាតិសតចំនួនឥឡូវថ្ងៃនេះចោតម្ដងបត់ជាតិចាប់គេដាក់គុកចាប់ពលរដ្ឋសាមញ្ញដែលបញ្ចេញមតិដោយចិត្តស្រឡាញ់ព្រំដែនណាស្រឡាញ់ទឹកដីចាប់គេដាក់គុកអាហ្នឹងក្បត់ជាតិលោកឯងហ្នឹងឯងក្បត់ជាតិនឹងមិនទាន់រាប់អារឿងទៅបំផ្លាញធនធានធម្មជាតិទៅអីច្រើនទៀតបំពុលឲ្យពលរដ្ឋរស់ដោយរៃរាល់ថ្ងៃហ្នឹងមានក្រុមណាក្រុមលោកឯងហ្នឹងឯងក្រុមលោកឯងហ្នឹងណាទោះបីជាគ្មានច្បាប់ដាក់ទោសលោកឯងក៏ដោយក៏ប៉ុន្តែមនសិការប្រវត្តិសាស្ត្រនឹងដាក់ទោសលោកឯងចាំទុកខ្ញុំនៅរស់មិនក៏យ៉ាងហោចណាស់ក៏30ឆ្នាំទៀតដែរចាំមើលវាសនារបស់អស់លោកដែលដឹកនាំរបៀបរងថ្ងៃនោះទឹកដីក៏ការពារមិនបានបំធនធានក៏បំផ្លាញរស់នៅបបួលគេតែរំច្រៀងការងារនាយករដ្ឋមន្ត្រីដើរកាត់សក់នៅក្នុងរោងការគិតអីនៅក្នុងខ្លួនខ្ញុំឆ្ងល់ដល់ហើយអញ្ចឹងបានថាមនុស្សយើងបងប្អូនខ្ញុំយកធម៌ពុទ្ធបើខុសទៅជួយកែសម្រួលខ្ញុំមនុស្សយើងអាចយល់បានដោយពួកក្រុមកូនមន្ត្រីជាន់ខ្ពស់ហ្នឹងបើយើងមើលមកផ្លែពួកហ្នឹងដូចយល់អំពីភាពលំបាករបស់ពលរដ្ឋអញ្ចឹងណាខ្ញុំយល់ពីទុក្ខលំបាករបស់បងប្អូនប៉ុន្តែខ្ញុំជឿថាពួកហ្នឹងអត់មានអារម្មណ៍លំបាកដូចអ្នកដែលជួបបញ្ហាពិតទេវាទៅនិយាយបានគេហៅថាបើក្នុងសាសនាគេហៅថាយើងយល់ប៉ុន្តែយើងពាល់អត់ត្រូវពួកយើងវាអត់ធ្លាប់ក្នុងកាត់ឲ្យពួកនេះសិតតែកូនចុះបើកូនសិតគឺកូនអតីតនាយករដ្ឋមន្ត្រីកូនរដ្ឋមន្ត្រីវាមិនរស់នៅពិបាកដូចកូនអ្នកក្រណាទៅរៀននៅក្រៅប្រទេសនៅសាវិឡាមានអ្នកដាបាយស៊ីវាស្គាល់ភាពលំបាកភាពក្រីក្រហ្នឹងតាមរយៈការអានសភៅទេតាមរយៈការមើល TikTok មើល Facebook ទេណាប៉ុន្តែបើឲ្យយល់ថាការលំបាកហ្នឹងយ៉ាងម៉េចណាអត់យល់ទេ